ដល់ហើយយើងមកដោះស្វីសម៉ាស៊ីនបាទសិន Epson បាទ model គឺ L3110 3210 315 និង325បាទដូចរូបដែលខ្ញុំបាទវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងបាទម៉ាស៊ីនហ្នឹង model 315 L315តែបញ្ហារបស់វាហ្នឹងគឺបាទបើកមកគឺលោតភ្លើងក្រហម2បាទលោតកន្លែងទឹកថ្នាំមួយហើយនឹងកន្លែងរូបបាទกระดาษមួយបាទអ្នកលោតក្រហម2នឹងដំណើរគ្នាបាទហើយម៉ាស៊ីនហ្នឹងបាទធ្វើការ print អត់កើតទេបាទ print ឯកសារគឺអត់ចេញទាំងអស់តែម្ដងបាទគឺវាលោតតែភ្លើងបាទភ្លើងបៃតងបាទលើក្រោមហ្នឹងហើយនឹងភ្លើង2បាទខាងចុងបាទអញ្ចឹងម៉ាស៊ីននេះដែរបាទឥឡូវខ្ញុំចាប់ផ្ដើម print បាទចុច print មកបាទអញ្ចឹងបន្ទាប់ពីយើងចុច print បាទនេះឯកសារខ្ញុំវាយហើយបន្ទាប់មកខ្ញុំចុច print ចុច print យើងមើលនៅនឹងម៉ាស៊ីនរបស់យើងបាទអាចមើលនៅកុំព្យូទ័រក៏បានដែរកុំព្យូទ័រវាបង្ហាញបាទបង្ហាញព័ត៌មានបាទនេះចេញពាក្យនេះបងប្អូនបាទ printer បាទ printer ink page is at the end of បាទ its service line បាទអញ្ចឹងបាទវាចេញពាក្យហ្នឹងបានន័យថាបាទម៉ាស៊ីន print របស់យើងហ្នឹងគឺបាទដល់បាទអស់service ហើយបាទ service line វាហ្នឹងនិយាយពី maintenance box សម្រាប់ទុកទឹកថ្នាំកាកសំណល់គឺវាអស់ service line វាហើយកាលណាអស់ចឹងយើងត្រូវធ្វើការបាទ reset វាទៅវាដើរឡើងវិញបាទហើយពេលដែលវាអស់ហ្នឹងគឺវាលោតភ្លើងអញ្ចឹងបងប្អូនមើលលោតភ្លើងខៀវបាទភ្លើងក្រហមបាទកន្លែងទឹកថ្នាំនិងกระดาษហើយនៅលើអេក្រង់គឺវាចេញបាទចេញព័ត៌មានបាទពេលខ្ញុំបានអានវិញអញ្ចឹងបាទគេដាក់ថាអស់ service ហ្នឹងអស់ service ព្រោះវាដល់អាយុកាលវាអស់ service ហើយព្រោះយើង print ច្រើនទៅអាទឹកថ្នាំការសំណល់គឺវាសល់ច្រើនទៅគឺវាអស់យើងត្រូវធ្វើការ reset វាណាអញ្ចឹង reset បានតែម្ដងឬក៏2ដងទេបាទបើសិនជាលើកទី2លើកទី3គឺវាចាប់ផ្ដើមហៀទឹកថ្នាំមកក្រៅហើយបើលើកទី1លើកទី2អាហ្នឹងអត់អីទេបើលើកទី3ឡើងហើយគឺតតែផ្ញើមួយជាងដើម្បីឲ្យធ្វើការបាទដោះដើម្បីសម្អាតបាទអេប៉ុងទឹកថ្នាំកាកសំណល់ក្នុងម៉ាស៊ីននឹងចេញបើយើងអត់ធ្វើការដោះចេញទឹកថ្នាំកាកសំណល់ហ្នឹងទេវាអាចនឹងហៀនៅក្រោយម៉ាស៊ីនយើងហ្នឹងបាទកន្លះតុកជើងអីយ៉ាងទៅលក្ខណៈថាយើងដោះលើកទី3បើលើកទី1លើកទី2អាហ្នឹងបានន័យថាវាអត់ទាន់ពេញទេបាទឥឡូវខ្ញុំចាប់ផ្ដើមបាទប្រើប្រូក្រាមដើម្បីដោះវិម៉ាស៊ីនហ្នឹងតែម្ដងបាទបន្ទាប់ពីយើង select បាទ model ម៉ាស៊ីនយើងបាទ315ហ្នឹង315ហ្នឹងបន្ទាប់មកយើងយកពណ៌ input counter បន្ទាប់មកយើងធ្វើការ touch 2 main page counter និង return page counter បាទបន្ទាប់មកយើងចុចបាទ initialize ហើយបន្ទាប់មកយើង OK បន្ទាប់ពី OK ទៅដោះរួចបាទវាទាមទារឲ្យយើងបាទបិទម៉ាស៊ីន print ឥឡូវខ្ញុំធ្វើការចុចបិទម៉ាស៊ីន print ចោលបាទបិទវាដាច់មកតទៅបិទដាច់ហើយយើងចុចបាទបើកវាវិញមកបន្ទាប់មកម៉ាស៊ីន print យើងបាទលោតភ្លើងបៃតងបាទភ្លើងត្រួយចេញហ្នឹងគឺបាទដំណើរការធម្មតាវិញហើយបន្ទាប់មកយើងចុច OK មកហើយយើងបិទ program យើង reset នឹងចោលអស់ទៅបាទបន្ទាប់មកយើងអាចធ្វើការងារយើងបានធម្មតាវិញហើយយើងចង់ print ឯកសារឬក៏ចង់បាទផ្ដិតរូបផ្ដិតអីហ្នឹងគឺ print ចេញបានធម្មតាវិញហើយឥឡូវយើងធ្វើការ print ឯកសារខ្ញុំហ្នឹងបាទឯកសារដែលខ្ញុំវាយហ្នឹងបាទនេះអញ្ចឹងចេញមកហើយបាទអត់មានលោតភ្លើងក្រហមអីទៀតទេអញ្ចឹងបាទការដោះយើងគឺបានជោគជ័យបើសិនជាបងប្អូនមានតម្រូវការដោះបាទអាចតាក់ទងបាន